ចាប់ពីថ្ងៃនេះទៅម្ចាស់ឆ្នាំទាំង4រុងរឿងលៀបសំណាងចំណូលកើនឡើងរីកចម្រើនគ្រប់វិស័យចាប់ពីថ្ងៃនេះតទៅអ្នកឆ្នាំទាំង4ជីវិតនឹងរីកចម្រើនរុងរឿងអាចជំនះរាល់បញ្ហាការលំបាកទាំងឡាយគ្រោះខ្លាយជាលៀបប្រកបដោយជោគជ័យការងារលុយកាក់ស្នេហាដំណើរការកាន់តែល្អប្រសើរមួយឆ្នាំខាលឆ្នាំខ្លាត្រូវបានគេដឹងថាជាមនុស្សដែលពោពេញដោយភាពជឿជាក់ស្វាហាប់និងថាមពលវិជ្ជមានមនុស្សកើតក្នុងឆ្នាំខ្លាត្រូវបានគេប្រដូចទៅនឹងសត្វដែលកើតមកដើម្បីធ្វើតាមវ័យដ៏ឧត្តមនៅពេលដែលពួកគេមានគោលដៅច្បាស់លាស់មនុស្សទាំងតែងតែធ្វើអ្វីគ្រប់យ៉ាងដោយចិត្តរីករាយនិងសុទិដ្ឋិនិយមប៉ុន្តែពេលខ្លះចំណុចខ្វះខាតរបស់អ្នកឆ្នាំខ្លាគឺភាពអន្ទះអន្ទែងនិងមិនអាចអនុវត្តបានចាប់ពីថ្ងៃនេះតទៅអ្នកដែលកើតក្នុងឆ្នាំខ្លានឹងមានឱកាសប្រែក្លាយមហិច្ឆតារបស់ខ្លួនឲ្យក្លាយជាការពិតនិងឆ្ពោះទៅរកភាពជោគជ័យវាមានសារៈសំខាន់សម្រាប់ពួកគេក្នុងការផ្ដោតអារម្មណ៍និងអត់ធ្មត់ហើយរៀនគិតឲ្យបានម៉ត់ចត់ដើម្បីធ្វើឲ្យផែនការទាំងអស់ក្លាយជាការពិតនាពេលខាងមុខមនុស្សឆ្នាំនេះក៏អាចចូលរួមក្នុងកីឡាឬសកម្មភាពខាងក្រៅបន្ថែមទៀតដើម្បីបំបត្តិភាពតានតឹងនិងរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ពួកគេ2ឆ្នាំរោងអ្នកកើតឆ្នាំរោងច្រើនតែមានចរិតឆាតឆាយនិងមានមន្តស្នេហ៍ពួកគេល្អក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃមានជំនាញសង្គមល្អនិងការវិនិច្ឆ័យល្អិតល្អន់ទោះយ៉ាងណាក៏ដោយពេលខ្លះមនុស្សឆ្នាំនេះក៏ហាក់ដូចជាមិនច្បាស់លាស់និងពិបាកក្នុងការធ្វើការសម្រេចចិត្តសំខាន់ចាប់ពីថ្ងៃនេះតទៅជាពេលវេលាដែលពោពេញដោយឱកាសនិងបញ្ហាប្រឈមសម្រាប់អ្នកកើតឆ្នាំរោងអ្នកឆ្នាំនេះនឹងត្រូវប្រឈមមុខនឹងការសម្រេចចិត្តនិងជម្រើសសំខាន់មួយចំនួនវាជារឿងសំខាន់សម្រាប់អ្នកឆ្នាំនេះក្នុងការជឿជាក់លើការវិនិច្ឆ័យរបស់ពួកគេនិងធ្វើអ្វីដែលពួកគេជឿដោយក្លាហានក្នុងអំឡុងពេលនេះជំនាញសង្គមរបស់នាគនឹងត្រូវបានកោតសរសើរដោយអ្នកដទៃហើយពួកគេអាចទទួលបានភាពជោគជ័យច្រើននៅពេលសហការជាមួយអ្នកដទៃ3ឆ្នាំមមែអ្នកកើតឆ្នាំពពែតែងផ្ដល់អារម្មណ៍កក់ក្ដៅនិងការយកចិត្តទុកដាក់ដល់អ្នកដទៃមនុស្សឆ្នាំនេះមានចិត្តល្អចេះគិតគូរនិងមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រួសារទោះជាយ៉ាងនេះក្តីចំណុចខ្សោយរបស់មនុស្សដែលកើតក្នុងឆ្នាំពពែគឺពេលខ្លះមានភាពរឹងរូសធ្វើអ្វីក៏ធ្វើតាមតែអារម្មណ៍មួយឆាវចាប់ពីថ្ងៃនេះតទៅអ្នកដែលកើតក្នុងឆ្នាំពពែត្រូវផ្ដោតលើគ្រួសារនិងកិច្ចការស្នេហាអ្វីដែលសំខាន់សម្រាប់មនុស្សឆ្នាំនេះត្រូវចងចាំគឺរៀនទំនាក់ទំនងនិងសម្របសម្រួលដើម្បីរក្សាភាពសុខដុមនិងស្ថិរភាពក្នុងគ្រួសារជាងនេះទៅទៀតអ្នកដែលកើតក្នុងឆ្នាំពពែក៏ត្រូវរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនផងដែរដើម្បីកុំឲ្យប៉ះពាល់ដល់គ្រួសារនិងការងារសម្រាប់អ្នកកើតឆ្នាំពពែប្រកបរបររកស៊ីជួញដូរអ្នកឆ្នាំពែគួរចូលរួមយ៉ាងក្លាហានក្នុងវិស័យថ្មីនិងបន្តផែនការដែលបានគ្រោងទុកដោយក្លាហាន4ឆ្នាំកុលអ្នកដែលកើតក្នុងឆ្នាំជ្រូកច្រើនតែមានគំនិតច្នៃប្រឌិតនិងការស្រមើស្រមៃច្រើនមនុស្សឆ្នាំនេះមានចរិតស្លូតបូតមានការយល់ដឹងមានវិចារណញ្ញាណរឹងមាំនិងមេត្តាខ្ពស់ទោះជាយ៉ាងណាក៏ដោយពេលខ្លះអ្នកឆ្នាំនេះហាក់ដូចជាមានភាពរសើបខ្លាំងពេកនិងងាយរងឥទ្ធិពលពីពិភពខាងក្រៅចាប់ពីថ្ងៃនេះតទៅដោយសារផ្កាយសំណាងរះឡើងអ្នកដែលកើតក្នុងឆ្នាំជ្រូកនឹងជួបនៅឱកាសថ្មីៗជាច្រើនក្នុងអាជីពការងារនិងជីវិតជាពិសេសអ្នកឆ្នាំជ្រូកត្រូវព្យាយាមចូលរួមក្នុងសកម្មភាពច្នៃប្រឌិតឬវគ្គសិល្បៈជាច្រើនដើម្បីអភិវឌ្ឍការស្រមើស្រមៃរបស់ពួកគេទន្ទឹមនឹងនេះពួកគេត្រូវតែរៀនរក្សាឡយភាពអារម្មណ៍និងកុំឲ្យសម្ពាធពីខាងក្រៅប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ